នៅថ្ងៃដំបូងព្រះបានបង្កើតគោហើយបាននិយាយទៅកាន់វាខ្ញុំផ្ដល់ឲ្យអ្នក50ឆ្នាំនៃជីវិតហើយអ្នកនឹងជួសជុលនឹងធ្វើការដោយមិនអស់កម្លាំងពេញមួយថ្ងៃគោបានរឿងនេះច្រមុះហើយនិយាយថាតើការងារលំបាកអ្វីខ្លះខ្ញុំនឹងត្រូវរស់នៅ50ឆ្នាំនៅក្នុងវាជាការធ្វើទារុណកម្មសុទ្ធសាធចុះយ៉ាងម៉េចអំពីរឿងនេះគ្រាន់តែផ្ដល់ឲ្យខ្ញុំ20ឆ្នាំហើយយក30ឆ្នាំដែលនៅសល់មកវិញព្រះបានយល់ព្រមមែនហើយចាប់តាំងពីអ្នកបានស្នើសុំវាតាមវិធីនេះនៅថ្ងៃទី2ព្រះបានបង្កើតឆ្កែហើយបាននិយាយទៅកាន់វាខ្ញុំផ្ដល់ឲ្យអ្នករស់20ឆ្នាំហើយភារកិច្ចរបស់អ្នកគឺការពារផ្ទះនិងមើលជុំវិញម៉ោងឆ្កែរញ្ជួយកន្ទុយរបស់វាហើយនិយាយទន់ភ្លន់ការពារផ្ទះដែលគួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំចង់រស់នៅត្រឹមតែ10ឆ្នាំប៉ុណ្ណោះផ្ដល់ឲ្យ10ឆ្នាំផ្សេងទៀតត្រឡប់មកអ្នកវិញព្រះញឹមនឹងងក់ក្បាលត្រឹមត្រូវខ្ញុំផ្ដល់សំណើរបស់អ្នកនៅថ្ងៃទី3ព្រះបានបង្កើតស្វាហើយផ្ដល់ឲ្យវានៅជីវិត20ឆ្នាំសូមឲ្យវាកំសាន្តមនុស្សនិងសម្ដែងល្បិចដើម្បីធ្វើឲ្យពួកគេសប្បាយចិត្តស្វាបានច្រមុះរបស់វាហើយធ្វើមុខគួរឲ្យអស់សំណើចនិយាយថាការកំសាន្តអ្នកដទៃដែលហត់នឿយពេកខ្ញុំគ្រាន់តែចង់បាន10ឆ្នាំហើយ10ឆ្នាំទៀតអ្នកអាចរក្សាទុកសម្រាប់ខ្លួនឯងព្រះបានយល់ព្រមមែនហើយខ្ញុំទទួលយកសំណើរបស់អ្នកនៅថ្ងៃចុងក្រោយព្រះបានបង្កើតមនុស្សហើយបាននិយាយទៅកាន់ពួកគេខ្ញុំផ្ដល់ឲ្យអ្នក20ឆ្នាំនៃជីវិតហើយអ្នកអាចញ៉ាំភេសជ្ជៈលេងនិងរីករាយនឹងជីវិតឬបែបនេះមនុស្សគិតថាជីវិត20ឆ្នាំដែលខ្លីណាស់ខ្ញុំមិនចង់រស់នៅបែបនេះទេចុះរឿងនេះវិញគោបន្ថែម30ឆ្នាំឆ្កែបានចាក់ចេញជាង10ឆ្នាំហើយស្វាមិនបានប្រើ10ឆ្នាំផ្ដល់ឲ្យពួកគេទាំងអស់ឲ្យខ្ញុំវិធីនោះខ្ញុំអាចរស់នៅបាន70ឆ្នាំព្រះញឹមហើយនិយាយថាមិនអីទេចាប់តាំងពីអ្នកបានស្នើសុំនេះខ្ញុំនឹងផ្ដល់បំណងប្រាថ្នារបស់អ្នកដូច្នេះឥឡូវនេះតើអ្នកយល់ថាសម្រាប់20ឆ្នាំដំបូងយើងរស់នៅដូចមនុស្សរីករាយនឹងជីវិតឲ្យពេញលេញ30ឆ្នាំបន្ទាប់យើងរស់នៅដូចគោធ្វើការយ៉ាងលំបាកដើម្បីជួយគ្រួសាររបស់យើងបន្ទាប់មករយៈពេល10ឆ្នាំយើងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីកំសាន្តកូនរបស់យើងនិងធ្វើឲ្យពួកគេសប្បាយចិត្តហើយ10ឆ្នាំចុងក្រោយនេះត្រូវបានចំណាយដូចជាឆ្កែស្នាក់នៅផ្ទះនៅជាប់ទ្វារនិងតែងតែរំខានអ្នកដទៃ